អ្នកស្រីថៃថងថាននាយករដ្ឋមន្ត្រីថៃហ្នឹងបានបើកកិច្ចប្រជុំដ៏សំខាន់មួយកាលពីថ្ងៃមិញនៅម៉ោង2នៅក្នុងការរៀបចំគណៈរដ្ឋមន្ត្រីថ្មីអ្នកបងប្អូនបានជ្រាបហើយថាក្រោយពីមានបញ្ហាបែកធ្លាយហ្នឹងគឺគណៈបកភូមិใจថៃដែលដឹកនាំដោយអនុทิនបាទជាមេបកហ្នឹងបានលាលែងចេញពីសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលព្រោះយើងដឹងហើយថាមានសម្ព័ន្ធមិត្ត5ធំធំដែលចូលគ្នាមានន័យថារួមដៃគ្នាចងសម្ព័ន្ធគ្នាដើម្បីធ្វើម៉េចឲ្យគ្រប់កៅអី261កៅអីនៅក្នុងការបង្កើតរដ្ឋាភិបាលបានហើយយើងឃើញថាសមាជិកសភាដែលមកពីគណៈបករបស់អនុทิនបានលាលែងចេញពីតំណែងហើយដូច្នេះវាធ្វើឲ្យគណៈរដ្ឋមន្ត្រីហ្នឹងវាបាត់បង់សមាជិកឥឡូវនេះពីម៉ោង2កាលពីថ្ងៃមិញយើងឃើញថាមានកិច្ចប្រជុំពិសេសមួយប្រហែលជាអាចមានអន្តរាគមន៍ពីលោកតាក់ស៊ីននៅក្នុងការជួយជ្រោមជ្រែងកូនស្រីឲ្យងើបឈរឡើងវិញក្រោយពីរងនៅសម្ពាធដ៏ធ្ងន់ធ្ងររយៈពេល2សប្តាហ៍ចុងក្រោយនេះហើយអ្វីដែលយើងឃើញថាយោងតាមភាសាថៃហ្នឹងយើងឃើញថាអ្នកស្រីផៃថងថានហ្នឹងបានប្រកាសហើយថាមិនមានបញ្ហារឿងខ្វះគោរមនៃគណៈរដ្ឋមន្ត្រីថ្មីទេបានគ្រប់ចំនួនមកវិញហើយទោះបីជាសម្ព័ន្ធមិត្តមួយបានដើរចេញពីលោកស្រីក៏ដោយហើយក៏បានប្រកាសថាលោកស្រីនឹងមិនចុះចេញពីតំណែងទេហើយនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីរហូតដល់ចប់អាណត្តិអ្វីដែលសំខាន់ហើយគួរឲ្យចាប់អារម្មណ៍នោះគឺអឺក្រសួងមហាផ្ទៃដែលនៅទំនេរក៏អីហ្នឹងគឺអ្នកស្រីផៃថងថាននឹងយកសមាជិកកងទ័ពមកធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ចឹងហើយខ្ញុំគិតថាប្រហែលជាអាចមានការចរចាក្រៅផ្លូវការណាមួយមុននឹងមានការប្រជុំរួមយ៉ាងហើយស្ថានភាពពេលនេះគឺក្រៅតែពីស្ថានភាពវឹកវរមួយរយៈយើងឃើញថារដ្ឋាភិបាលហាក់ដូចជារដ្ឋាភិបាលថៃហាក់ដូចជាមានលំនឹងបន្តិចវិញហើយហើយអ្វីដែលសំខាន់កងទ័ពក៏ចាប់ផ្ដើមមានតួនាទីណាចាប់ផ្ដើមមានតួនាទីនៅក្នុងរដ្ឋាភិបាលដែរប្រហែលអាចទៅកាន់ក្រសួងមហាផ្ទៃរបស់ថៃតែម្ដងអញ្ចឹងកងទ័ពហាក់ដូចជាមានទឹកមាត់លេបឡើងវិញណាអ្វីដែលជារឿងមួយដែលខ្ញុំក្នុងនាមជាអ្នកតាមដាននិងអ្នកសិក្សាស្រាវជ្រាវពីស្ថានភាពនយោបាយនឹកស្មានបណ្ដោលគឺកាលពី show កាលពីការផ្សាយផ្ទាល់លើកមុននោះខ្ញុំធ្វើការសន្និដ្ឋានថាលោកស្រីផៃទៅថាហ្នឹងมันអាចឆ្លងកាត់រយៈពេលមួយសប្តាហ៍បានទេมันនឹងត្រូវបានបណ្ដេញចេញពីតំណែងតាមរយៈអាចថាតាមរយៈការរំលាយសភាដើម្បីឲ្យបុគ្គលអំណាចទៅពលរដ្ឋថៃឲ្យពលរដ្ឋថៃបោះឆ្នោតឡើងវិញឬក៏តាមរយៈការចុះចេញពីតំណែងហើយឲ្យមានការបោះឆ្នោតដោយប្រើប្រាស់សភាសមាជិកសភាចាស់ហ្នឹងក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីឬក៏នឹងអាចមានរដ្ឋប្រហារកងទ័ពប៉ុន្តែឥឡូវនេះហាក់ដូចជាស្ថានភាពមានការប្រែប្រួលហើយលោកស្រីប្រៃសំឋានហាក់ដូចជាអាចឈរជើងបានប្រហែលជាមានការជ្រុំជ្រែងពីលោកតាក់ស៊ីនព្រោះរយៈនេះឃើញថាលោកតាក់ស៊ីនហាក់ដូចជាស្ងៀមស្ងាត់ប៉ុន្តែគុំក៏ចង់ជម្រាបដែរថាលោកតាក់ស៊ីនក៏ត្រូវបានពលរដ្ឋថៃមើលឃើញថាជាបរិសុទ្ធខ្លាំងម្នាក់ដែរនៅក្នុងនយោបាយថៃមិនខុសពីអតីតនាយករដ្ឋមន្ត្រីខ្មែរដែលជាបរិសុទ្ធខ្លាំងរបស់កម្ពុជាទេចឹងហើយឥឡូវខ្លាចាស់ទាំងពីរហ្នឹងខ្ញុំគិតថាចាប់ផ្ដើមប្រយុទ្ធគ្នាហើយចាំមើលថាតើនឹងមានស្ថានភាពបែបណាប៉ុន្តែការបោះជំហានថ្មីនៃយុទ្ធសាស្ត្រនយោបាយថៃពេលនេះអឺជាអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថៃហាក់ដូចជាមិនចង់និយាយអំពីចំនួនទ្វេភាគីទៀតទេណាចំនួនទ្វេភាគីទៀតទេអ្វីដែលសំខាន់គឺអឺការបិទព្រំដែននេះដូចខ្ញុំបានជម្រាបជូនអញ្ចឹងថាការបិទព្រំដែនរដ្ឋាភិបាលថៃទាំងកងទ័ពហ្នឹងប្រកាសថាមិនមែន
ជារដ្ឋាភិបាលតែមិនមែនជាការបិទហ្នឹងគឺមិនមែនឈលលើហេតុផលដោយសារតែរឿងចំនួនទ្វេភាគីទេហេតុផលដ៏សំខាន់ហ្នឹងគឺមានពីរហេតុផលទី1គឺការពារសុខសុវត្ថិភាពរបស់ពលរដ្ឋថៃដែលនៅតាមព្រំដែនហើយហេតុផលទី2ដែលគួរឲ្យចាប់អារម្មណ៍នោះគឺការបិទព្រំដែននេះគឺជាការទប់ស្កាត់ឧក្រិដ្ឋកម្មអនឡាញណានៅក្នុងប្រទេសថៃគេហៅ call center ឬក៏ call center តាមសំនៀងរបស់ថៃតាមសំឡេងរបស់ថៃនៅខាងកម្ពុជានេះគឺយើងហៅពួកឧក្រិដ្ឋកម្មអនឡាញឬក៏ពួក scam អនឡាញអញ្ចឹងហើយអានេះជាដំណើរយុទ្ធសាស្ត្រមួយដែលថ្មីដែលយើងឃើញថាថៃកំពុងតែនាំរឿងបញ្ហាចាស់ហៅដំបៅចាស់របស់កម្ពុជាទៅហែកឲ្យអន្តរជាតិបានចាប់ផ្ដើមដឹងឮបន្ថែមទៀតហើយជាយាមធ្វើម៉េចសម្អុយរដ្ឋាភិបាលកម្ពុជានេះជាយុទ្ធសាស្ត្រថ្មីមួយដែលខ្ញុំឃើញថាជារបត់យុទ្ធសាស្ត្រថ្មីមួយរបស់ថៃអ្វីដែលសំខាន់បងប្អូនប្រហែលជាបានជ្រាបខ្លះហើយកាលពីថ្ងៃទី16ខែឧសភាពីខែ5ថ្ងៃទី16ឆ្នាំ2025ហ្នឹងមានរបាយការណ៍មួយចំនួនបាទយោងតាមរបាយការណ៍របស់ UNODC យោងតាមរបាយការណ៍ស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard ដែលធ្វើរបាយការណ៍មកថាជាពិសេសយោងតាមអ្វីដែលអ្នកស្រាវជ្រាវម្នាក់ដែលខ្ញុំបានអានរបាយការណ៍គាត់តែគឺលោក Jacob Sim លោក Jacob Sim នេះគឺជាអ្នកស្រាវជ្រាវផ្នែកឧក្រិដ្ឋកម្មអន្តរជាតិនៃសាកលវិទ្យាល័យ Harvard នៅក្នុងសហរដ្ឋអាមេរិកសាកលវិទ្យាល័យ Harvard ជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយអត្ថបទស្រាវជ្រាវក៏មានឥទ្ធិពលណាស់នៅក្នុងចំណោមអ្នកស្រាវជ្រាវអត្ថបទនេះចុះផ្សាយនៅថ្ងៃទី16ខែឧសភាឆ្នាំ2025បានរាយការណ៍ថាមន្ត្រីជាន់ខ្ពស់កម្ពុជា28រូបក្នុងនោះមានសាច់ញាតិលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតផងដែលកំពុងជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មអនឡាញហើយទន្ទឹមនឹងនោះគឺ UNODC ក៏បានបញ្ជាក់ថាកម្ពុជាគឺជាប្រទេសគេហៅថាជា global online criminal hub ជាភាសាខ្មែរគេហៅថាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញពិភពលោកអាហ្នឹងជារបាយការណ៍របស់ UNODC ខ្ញុំមើលទៅរបាយការណ៍ទាំងពីរនេះស្របជាមួយនឹងរបាយការណ៍របស់សាកលវិទ្យាល័យ Harvard ហើយអ្វីដែលសំខាន់ហ្នឹងគឺរបាយការណ៍នេះបញ្ជាក់ថែមទៀតថាគណៈបកប្រជាជនគឺជាតួអង្គដ៏សំខាន់នៅក្នុងការប្រព្រឹត្តការឆបោកអនឡាញមួយនេះអានេះខ្ញុំយោងតាមរបាយការណ៍នេះហើយជាពិសេសហ្នឹងគឺមានសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតហ្នឹងគឺត្រូវបានគេស្គាល់ថាជាលោកហ៊ុនតូហ្នឹងដែលពាក់ព័ន្ធទៅនឹងធនាគារហ៊ុយវ៉ាន់គាត់ជាម្ចាស់ភាគហ៊ុនផងខ្ញុំមិនដឹងថាមានប្រមាណភាគហ៊ុនទេក៏ត្រូវបានគេចាត់ចូលនៅក្នុងសម្រាប់ការស៊ើបអង្កេតដែរដូច្នេះឥឡូវនេះថៃចាប់ផ្ដើមទៅកោះរឿងហ្នឹងមកវិញថានៅពេលដែលថៃអញ្ជើញអគ្គរដ្ឋទូតទាំងអស់នៅក្នុងប្រចាំនៅប្រទេសថៃមកពីបណ្ដាប្រទេសផ្សេងហ្នឹងគេអត់និយាយអំពីរឿងចំនួនព្រំដែនចំនួនរឿងប្រាសាទអីទេហើយក៏មិនឆ្លើយឆ្លងជាមួយនឹងការតតាំងជាមួយនឹងកម្ពុជាទៅនៅក្នុងតុលាការ ICJ ដែរប៉ុន្តែគេចង់បញ្ជាក់ថាថៃកំពុងតែត្រៀមខ្លួននៅក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មអនឡាញដែលកើតឡើងតាមព្រំដែនកម្ពុជាថៃហើយបងប្អូនដឹងហើយថាមិនមែនតែអាមេរិកទេសូម្បីតែចិនដែលយើងឃើញថាអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញនឹងភាគច្រើនជាជនជាតិចិនក៏ប៉ុន្តែរដ្ឋាភិបាលចិនខ្លួនឯងហ្នឹងក៏អត់ពេញចិត្តដែរហើយក៏ព្យាយាមនៅក្នុងការបង្ក្រាបពួកមេឧក្រិដ្ឋកម្មទាំងនោះដែរដូច្នេះហើយ
ល្បិចនយោបាយឬក៏យុទ្ធសាស្ត្រនយោបាយមួយនេះថៃកំពុងតែព្យាយាមយកដំបៅចាស់របស់កម្ពុជាកំពុងតែយកកេរ្តិ៍ឈ្មោះរបស់កម្ពុជាពាក់ព័ន្ធទៅនឹងអក្រិតកម្មអនឡាញនេះទៅហែកឲ្យពិភពលោកឬក៏ទៅហែកឲ្យអន្តរជាតិដឹងជាយុទ្ធសាស្ត្រសម្អុយកេរ្តិ៍ឈ្មោះរបស់កម្ពុជាដូច្នេះយើងឃើញថាអឺខ្ញុំមិនទាន់ឃើញថាយន្តការរបស់កម្ពុជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រនេះបែបណាទេគ្រាន់តែឃើញថាជារូបភាពណាជាការឆ្លើយតបភ្លាមៗរបស់រដ្ឋាភិបាលកម្ពុជាគឺបើអ្នកឯងបិទមួយច្រកខ្ញុំបិទពីរច្រកអ្នកឯងបិទពីរច្រកខ្ញុំបិទបីច្រកណាឃើញអញ្ចឹងហើយគឺជាការឆ្លើយតបទៅវិញទៅមកតាមវិធីបែបហ្នឹងក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយសម្រាប់ខ្ញុំមើលថាថៃកំពុងតែបោះជំហានលើសហ្នឹងថៃកំពុងតែបោះជំហានមិនមែនគ្រាន់តែចេតនានៅក្នុងការបិទច្រកព្រំដែនទេក៏ប៉ុន្តែមានចេតនានាំរឿងកម្ពុជាទៅសម្អុយនៅលើឆាកអន្តរជាតិអាហ្នឹងរឿងទី1រឿងទី2តាក់ទងទៅនឹងឥឡូវនេះចាប់ផ្ដើមយើងឃើញចាប់ផ្ដើមកសែតថៃឬក៏មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃមួយចំនួនកំពុងតែចាប់ផ្ដើមកោះកកាយរឿងឃាតកម្មលោកលឹមកំយ៉ាដែលជាអតីតតំណាងរាស្ត្ររបស់គណៈបព្វប្រឆាំងហើយត្រូវបានគេបាញ់សម្លាប់នៅក្នុងកណ្ដាលទីក្រុងបាងកកនៅក្នុងតំបន់ទេសចរដ៏មមាញឹកមួយនៅទីក្រុងបាងកកហើយឃាតករហ្នឹងត្រូវបានមហាជនដឹងឮថាកំពុងតែលាក់ខ្លួនឬក៏ស្នាក់នៅក្នុងប្រទេសកម្ពុជាដូច្នេះរឿងនេះក៏ជារឿងមួយដែលជាដំបៅមួយរបស់កម្ពុជាដែរដែលថៃកំពុងតែយករឿងនេះដើម្បីធ្វើម៉េចទៅឲ្យទៅហែកនៅលើឆាកអន្តរជាតិបង្ហាញអំពីយន្តការនៃការអនុវត្តឬក៏ការរក្សានៅយុទ្ធធម៌ការស្វែងរកយុទ្ធធម៌សម្រាប់ជនរងគ្រោះហ្នឹងថាជារឿងដែលគ្មានប្រសិទ្ធភាពហើយនឹងជារឿងដែលបរាជ័យជាសរុបមកវិញទាំងរឿងលោកលឹមកំយ៉ាក្តីទាំងរឿងហេតុផលនៅក្នុងការបិទព្រំដែនក្នុងចេតនាទប់ស្កាត់ប្រតិកម្មអនឡាញក្តីក្នុងហេតុផលក្នុងការពារសុវត្ថិភាពពលរដ្ឋនៅតាមព្រំដែនរបស់ថៃក្តីហេតុផលទាំងអស់នេះជាហេតុផលមួយដែលខ្ញុំមើលថាជាការបោះជំហានថ្មីមួយដែលក្រោយពីរដ្ឋាភិបាលឬក៏ក្រោយពីកម្ពុជាហ្នឹងបានទៅលូកទៅចាក់បំបែកផ្ទៃក្នុងរបស់ប្រទេសថៃហើយយើងឃើញហើយថាគ្រប់គ្នាប្រហែលសប្តាហ៍2-3សប្តាហ៍កន្លងមកនេះយើងឃើញថាកម្ពុជាហ្នឹងទាំងអតីតនាយករដ្ឋមន្ត្រីហ្នឹងក៏ផ្ញើសារឌឺដងអីច្រើនដែរក្រៅពីវិបែកសារបែកធ្លាយហើយក៏បង្ហោះរូបថតបន្ទប់របស់លោកតាក់ស៊ីននៅក្នុងគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយនឹងអ្នកស្រីជីងយីងឡាក់បន្ទប់នឹងពណ៌ផ្កាឈូកស្អាតដែរហើយឥឡូវហ្នឹងក៏ជាដែលធ្វើឲ្យមហាជនថៃហ្នឹងក៏ឆេះដុំណាកាន់តែមួម៉ៅជាមួយនឹងលោកស្រីថៃថងឋានកាន់តែមួម៉ៅជាមួយនឹងគ្រួសារតកូលតាក់ស៊ីនហើយថ្មីនេះក៏ឃើញកាសែតថៃហ្នឹងមកនិយាយថាអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងបាននិយាយថារដ្ឋាភិបាលថៃ12ជំនាន់ចុងក្រោយមានតែរដ្ឋាភិបាលរបស់លោកប្រយុទ្ធច័ន្ទអូឆាទេជារដ្ឋាភិបាលដែលល្អជាងគេខ្ញុំថាជាយុទ្ធសាស្ត្រដែលចាក់ថៃឲ្យឆ្លោះគ្នាឬក៏ជាយុទ្ធសាស្ត្រធ្វើម៉េចឲ្យកងទ័ពត្រឡប់មកកាន់អំណាចវិញរបស់ហើយជាចេតនានេះជាការវិភាគជាការសន្និដ្ឋានរបស់ខ្ញុំឯងអាចថាខុសពីអ្វីដែលជាការពិតក៏ប៉ុន្តែដោយសារសេណារីយ៉ូឬក៏ផុសតាងមួយចំនួនខ្ញុំអាចធ្វើការសន្និដ្ឋានថាជាចេតនាមួយរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងគឺបើសិនជាក្នុងករណីមានការផ្លាស់ប្ដូររដ្ឋាភិបាលនៅប្រទេសថៃទោះបីជារដ្ឋាភិបាលយោធាក្តីទោះបីជារដ្ឋាភិបាលស៊ីវិលក្តីកម្ពុជាអាចងាកមកបើកច្រកចរចាទ្វេភាគីបាន
của bậc trong mơ tới khả năng đây lục sấy phai thong than đây chỉ côn sấy rồi lục tạ xin bởi sân chỉ không cần đây côn sấy rồi lục tạ xin mình tới ná hay mình cho chơi thì đầm nái nơi từ to thôi chỉ là rồi đấy dân là ca thuê phía kỳ nè rồi viên Campuchia Thái nó nông ca đo sai vì viết tiếng sẽ cách ca tụt viên lịch trực cam prom đan ở diễn đàn lặng lặng đấy cứ mình ai cho trên màn thể của dân đang hai thà coi vì sao bài clearនេះគឺអ្នកស្រីផៃថងថានហ្នឹងគឺរងសម្ពាធខ្លាំងមែនទែនណារងសម្ពាធខ្លាំងមែនទែនរហូតទៅដល់អ្នកនយោបាយថៃខ្លះហ្នឹងថាមានខ្លួនថាឲ្យអ្នកស្រីផៃថងថានថាមានខ្លួនជាថៃប៉ុន្តែមានក្បាលជាខ្មែរណាមានន័យថាលោកស្រីផៃថងថានហ្នឹងគឺជានាយករដ្ឋមន្ត្រីអាយ៉ងមួយរបស់លោកនាយកអតីតនាយករដ្ឋមន្ត្រីម្ចាស់ជាល្បិចនយោបាយដែលខ្ញុំកំពុងតែមើលដំណើរយុទ្ធសាស្ត្រនៃភាគីទាំងពីរខ្ញុំឃើញថាអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនរុញឲ្យថៃផ្លាស់ប្ដូរអាចមានការផ្លាស់ប្ដូររដ្ឋាភិបាលហើយអាចបើកច្រកក្នុងការចរចាឡើងវិញពួកអាចនិយាយថារដ្ឋាភិបាលរបស់ថៃថងឋានហ្នឹងគឺมันអាចពជាកងទ័ពបានពិបាកនៅក្នុងការនិយាយគ្នានិយាយជាមួយរដ្ឋាភិបាលផ្សេងកងទ័ពធ្វើផ្សេងអីជាដើមឡើងហ្នឹងឡាអញ្ចឹងបើមានរដ្ឋាភិបាលថ្មីមករដ្ឋាភិបាលកម្ពុជាមានលេសថាយើងអាចទៅចែកគ្នាជាទ្វេភាគីវិញបានបើកច្រកបើកអីលំហូរពាណិជ្ជកម្មអីឡើងវិញទៅប៉ុន្តែឥឡូវនេះខ្ញុំមើលទៅយុទ្ធសាស្ត្រមួយនេះអាចផ្លាត់ណាយុទ្ធសាស្ត្ររបស់អតីតនាយករដ្ឋមន្ត្រីក្នុងការរុញឲ្យមានការផ្លាស់ប្ដូរមេដឹកនាំនៅប្រទេសថៃហ្នឹងប្រហែលជាអាចផ្លាត់បើសិនជាក្នុងករណីអញ្ចឹងមែនណាក្នុងករណីដែលគាត់មានចេតនាអញ្ចឹងមែនអាចផ្លាត់ត្រង់ថាក្រោយអំពីការចាក់បំបែកដោយប្រើប្រាស់វិធីណាដែលខ្ញុំប្រើពាក្យថាយុទ្ធសាស្ត្រកវែងដាវឆ្លងដែនទៅធ្លាក់នៅបឹងកកឲ្យពួកថៃហ្នឹងរើសយកមកចាក់គ្នាប៉ុន្តែឥឡូវនេះវាហាក់ដូចជាធ្វើឲ្យកងទ័ពជាមួយនឹងរដ្ឋាភិបាលហ្នឹងត្រូវគ្នាមកវិញណាត្រូវគ្នាមកវិញហើយមេទ័ពភូមិភាគ2របស់ថៃហ្នឹងគឺបិទព្រំដែនច្រកជប់គូគីហ្នឹងគឺក្រោយពីលោកស្រីផៃថងថានហ្នឹងទៅធ្វើទស្សនកិច្ចនៅតំបន់ក្បែរហ្នឹងតែមួយថ្ងៃប៉ុណ្ណោះអញ្ចឹងហើយមានការចរចាអីមួយយ៉ាងណាមានការចរចាអីមួយយ៉ាងនៅក្នុងការធ្វើកិច្ចការងារនេះទោះបីជាយ៉ាងណាក៏ដោយយើងបន្តតាមដានមើលប៉ុន្តែខ្ញុំជឿថារដ្ឋាភិបាលកម្ពុជានឹងក៏ប្រហែលជាខ្ញុំជឿថាមានអ្នកយុទ្ធសាស្ត្រនៅក្នុងការតាមដាននៅលើដំណើរយុទ្ធសាស្ត្ររបស់ប្រទេសថៃដំណើរយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថៃនៅក្នុងការទប់ស្កាត់នៅក្នុងការវាយបកមកកម្ពុជាវិញខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតថាអ្វីដែលកម្ពុជាធ្វើទៅលើថៃលើកនេះគឺជារឿងមួយដែលបង្កើតនៅក្តីអាម៉ាស់ធំណាស់សម្រាប់ប្រទេសថៃចឹងហើយខ្ញុំជឿថារដ្ឋាភិបាលថៃឬក៏ពលរដ្ឋថៃឬក៏ប្រទេសថៃហ្នឹងគឺมันអាចនឹងស្ងៀមបានទេសំទោសបាទมันអាចនឹងស្ងៀមបានទេចឹងហើយក៏កំពុងតែរកវិធីនៅក្នុងការតបតជាមួយកម្ពុជាវិញហើយដំណើរយុទ្ធសាស្ត្រមួយទៀតដែលថៃនឹងលេងដែរអាចថាជាសញ្ញាបៀមួយនៅក្នុងចំណោមសញ្ញាបៀផ្សេងទៀតហ្នឹងគឺរឿងការបិទពាណិជ្ជកម្មជាពិសេសការបិទការនាំចូលផលិតផលកសិកម្មពីកម្ពុជាណាជាពិសេសនៅពេលដែលយើងដល់រដូវប្រមូលផលដំឡូងមីប្រមូលផលស្រូវអីហ្នឹងគឺថៃនឹងអាចបិទជាការខ្ទប់ដង្ហើមសេដ្ឋកិច្ចមួយផ្នែកទៀតរបស់កម្ពុជាណារបស់កម្ពុជាហើយសញ្ញាបៀបន្តទៅទៀតយើងចាំមើលថាតើថៃនឹងប្រើសញ្ញាបៀណាដើម្បីវាយបកមកកម្ពុជាវិញណាសញ្ញាបៀមួយដែលខ្ញុំធ្លាប់បានលើកឡើងពីកម្មវិធីផ្សាយលើកមុនហ្នឹងក៏បានបញ្ជាក់អំពីការបើកការស្វាគមន៍ណាមេបពប្រឆាំងឬការផ្ដល់ជំរកឲ្យក្រុមអ្នកប្រឆាំងរដ្ឋាភិបាលកម្ពុជាហ្នឹងអាចរស់នៅស្រួលបួលនៅក្នុងប្រទេសថៃដើម្បីអាចឈានទៅដល់ការប្រើប្រាស់កម្លាំង
របស់គណៈបព្វប្រឆាំងហ្នឹងក្នុងការផ្ដួលរំលំរដ្ឋាភិបាលជាដើមអានេះខ្ញុំមើលដំណើរជា scenario ទេកើតឡើងឬមិនកើតឡើងអានឹងជារឿងមួយដែលយើងមិនអាចធ្វើការប៉ាន់ស្មានបានទេនយោបាយមានភាពបត់បែនខ្លាំងដូចខ្ញុំលើកឡើងថានយោបាយដូចទឹកលើស្លឹកឈូកចឹងណាថ្ងៃនេះស្ថានភាពបែបនេះស្អែកអាចមានការប្រែប្រួលអញ្ចឹងដូចគ្នាដែរមកដល់ពេលនេះយើងឃើញថាដំណើរយុទ្ធសាស្ត្ររបស់ថៃគឺឈានចេញអំពីការធ្វើចំនួនព្រំដែនសូមបញ្ជាក់ថារឿង ICJ តាក់ទងទៅនឹងតំបន់ទាំង4នោះគឺថៃបានបកគលកិច្ចការងារនេះទៅស្ថាប័នអប់រំមានន័យថាទៅក្រមបញ្ញវន្តទៅក្រមអតីតអ្នកការទូតទៅក្រមអ្នកសិក្សាស្រាវជ្រាវអំពីច្បាប់អន្តរជាតិអ្នកមានជំនាញខាងតុលាការអន្តរជាតិហ្នឹងមកដើម្បីរៀបចំគណៈកម្មការមួយនៅក្នុងការតតាំងក្តីជាមួយនឹងកម្ពុជាយើងមិនដឹងថាសម្រាប់ខ្ញុំមើលឃើញថាថៃនៅតែប្រកាន់ចំហនៅក្នុងការមិនទទួលស្គាល់សេចក្តីសម្រេចណាឬក៏ការកាត់សេចក្តីរបស់តុលាការ ICJ ក៏ប៉ុន្តែថៃនឹងព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យ ICJ ទម្លាក់រឿងក្តីនេះចោលនៅក្នុងដំណាក់កាលដែល ICJ កំពុងតែពិចារណាថាខ្លួនមានអំណាចគ្រប់គ្រាន់នៅក្នុងការបន្តកាត់សេចក្តីរឿងក្តីនេះដែរទេហើយបើសិនជាក្នុងករណី ICJ បន្តនៅក្នុងការកាត់សេចក្តីថៃមានឱកាសម្ដងទៀតនៅក្នុងការទៅ lobby នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានប្រទេស5ប្រទេសមហាអំណាច5ជាសមាជិកអចិន្ត្រៃយ៍ដូច្នេះយើងចាំមើលថាតើដំណើរយុទ្ធសាស្ត្ររបស់ថៃនៅក្នុងការទប់ណានៅក្នុងការតតាំងក្តីនៅ ICJ យ៉ាងណានោះអានឹងយើងឃើញថានឹងជាដំណើរវែងឆ្ងាយយើងចាំតាមដានទាំងអស់គ្នាក៏ប៉ុន្តែដំណើរយុទ្ធសាស្ត្រនៅក្នុងការទប់យុទ្ធសាស្ត្រ defeat របស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងតែចេញដំណើរក្រៅតែពីការបិទព្រំដែនដើម្បីទប់ដង្ហើមសេដ្ឋកិច្ចណាទប់ការមកគេហៅថាបំផ្លាញព្យាយាមធ្វើម៉េចឲ្យលំហូរពាណិជ្ជកម្មហ្នឹងវាថយចុះទន្ទឹមនឹងនោះថៃបាននាំរឿងដែលជាដំណើរចាស់របស់កម្ពុជាតាក់ទងទៅនឹងមជ្ឈមណ្ឌលក្រិតកម្មអនឡាញណាឃាតកម្មទៅលើលោកលឹមកំយ៉ាយជាដើមនេះយកទៅហែកឲ្យអន្តរជាតិសម្អុយកម្ពុជានៅលើឆាកអន្តរជាតិឲ្យអន្តរជាតិមើលឃើញថាអ្វីដែលជារឿងដែលកើតឡើងរវាងថៃកម្ពុជានេះវាមិនមែនជារឿងដែលថៃជាអ្នកចាប់ផ្ដើមទេមានន័យថាគេចង់បង្វែរទស្សនាទានឬក៏ទស្សនៈរបស់អន្តរជាតិនឹងឲ្យមើលឃើញថារឿងដែលកើតឡើងមិនមែនជាកំហុសរបស់ថៃទេវាជាកំហុសរបស់កម្ពុជាណាវាជាកំហុសដែលផ្ដួចផ្ដើមចេញពីកម្ពុជាមកវិញដូច្នេះជាដំណើរជំហាននយោបាយបន្ទាប់មកទៀតនឹងអាចឈានទៅដល់ការរឿងបិទការនាំចូលទំនិញកសិកម្មពីកម្ពុជាទៅថៃណានឹងអាចឈានទៅដល់ការស្វាគមន៍លោកសំរងស៊ីអីប៉ុន្តែគិតថាលោកសំរងស៊ីគាត់សម្រាប់ចិត្តចូលទៅថៃមិនចូលទៅថៃអានឹងជាសិទ្ធិសម្រាប់របស់គាត់ទេណាគាត់អានឹងប៉ុន្តែគិតថាជាការវិភាគសេណារីយ៉ូរបស់ខ្ញុំគិតថាវាអាចមានសន្លឹកបៀមួយចំនួនទៀតដែលថៃកំពុងតែប្រើព្រោះចង់ជម្រាបជូនបងប្អូនថាថៃប្រើជោគជ័យជាមួយនឹងភូមាតាក់ទងទៅនឹងរឿងការផ្ដាច់ភ្លើងការផ្ដាច់អ៊ីនធឺណិតតែប៉ុន្តែគិតថាមិនធ្ងន់ធ្ងររហូតដល់បិទព្រំដែនទេប៉ុន្តែគិតថាមេតបភូមានៅតំបន់ដែលត្រូវបានថៃផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតហ្នឹងគឺដួលរលំតែម្ដងដោយសារអីដោយសារតែតបនៅតំបន់នោះគឺរស់ដោយសារតែក្រិតកម្មអនឡាញហ្នឹងឯងចរន្តសាច់ប្រាក់នៅក្នុងការចិញ្ចឹមកងទ័ពចឹងហើយរូបមន្តមួយនេះប្រហែលជាអាចថៃនឹងយកមកប្រើសម្រាប់កម្ពុជាណាក្រៅតែពីសំអុយឈ្មោះកម្ពុជាតាក់ទងទៅនឹងរឿងអក្រិតកម្មអនឡាញហើយអាចឈានទៅដល់ការទប់ស្កាត់ជាពិសេសដំណើរការនៅក្នុងការខ្មែរយើងថាកាស៊ីណូអនឡាញឬអីជាដើមនៅតាមព្រំដែនហ្នឹងគឺអាចធ្វើឲ្យស្ថានភាពនៅតាមព្រំដែនជាពិសេសតំបន់សំខាន់ដូចជាប៉ោយប៉ែតកោះកុងអូស្មាច់យើងដឹងហើយថាតំបន់ទាំងនោះសុទ្ធតែជាតំបន់ដែលមានកាស៊ីណូ
កាស៊ីណូនោះភាគច្រើនជាកាស៊ីណូអនឡាញដែល operate ដែលធ្វើប្រតិបត្តិការទូទាំងពិភពលោកយើងមិនដឹងថាចរន្តសាច់ប្រាក់នៅក្នុងការប្រតិបត្តិការ game online ការគម្រាមកំហែង online scam online ក្រិតកម្ម online ហ្នឹងមានទំហំសាច់ប្រាក់ប៉ុណ្ណាទេប៉ុន្តែថាជាការប៉ាន់ស្មានក៏សិតតែខ្ទង់ពាន់លានដុល្លារហើយចរន្តនៃលំហូរសាច់ប្រាក់នោះខ្ញុំថ្ងៃនេះមានប៉ុណ្ណឹងចង់ចែករំលែកជូនបងប្អូនអ្នកស្ដាប់ជាពិសេសអ្នកដែលតាមដានជាប្រចាំនៅក្នុងការជជែកនៅក្នុងការដល់ជាគំនិតនៅក្នុងការវិភាគរបស់ខ្ញុំបាទសូមអរគុណចំពោះការតាមដានជាប្រចាំហើយអ្វីដែលសំខាន់នោះដូចខ្ញុំបានជម្រាបជូនអញ្ចឹងថាស្ថានភាពនៃវិវាទកម្ពុជាថៃនេះយើងមើលទៅវាកំពុងតែវិវត្តទៅកាន់តែមានភាពតានតឹងហើយក៏យើងមិនដឹងថានឹងតានតឹងនៅក្នុងកម្រិតណានៅឡើយទេហើយការបិទព្រំដែនលំបែងនៅក្នុងការបិទច្រកព្រំដែននេះក៏យើងមិនដឹងថានឹងអាចឈានទៅដល់ការបិទព្រំដែនប្រមាណទៀតដែរព្រោះយើងឃើញថាព្រឹកមិញនេះឡងទៅឡងមកហ្នឹងគឺច្រកព្រំដែន3 4ហ្នឹងត្រូវបានបិទហើយជាពិសេសច្រកជប់គូគីហ្នឹងគឺបិទជាអចិន្ត្រៃយ៍ជាមួយនឹងស្រកអូស្មាច់ហើយសំទោសជាមួយនឹងស្រកជាន់សង្ងាំនៅលំវែងចឹងហើយអ្វីដែលខ្ញុំមើលឃើញថាជារឿងដែលគួរឲ្យសោកស្ដាយហ្នឹងគឺផលប៉ះពាល់ហ្នឹងនឹងវាធ្លាក់ទៅលើពលរដ្ឋដែលនៅតាមព្រំដែនទាំងសងខាងក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយការរក្សានៅបូរណភាពទឹកដីការតតាំងពីការឈ្លានពានរបស់បរទេសការរក្សានៅសេចក្តីថ្លៃថ្នូររបស់ជាតិណាអានេះវាជាកាតព្វកិច្ចទោះបីជាខាតផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មខ្លះក៏ដោយខ្ញុំជឿថាពលរដ្ឋទូទៅក៏មិនគិតមិនខុសពីអ្វីដែលរដ្ឋាភិបាលកំពុងធ្វើដែរហើយក៏ឃើញថារយៈពេលចុងក្រោយនេះក៏មានការផ្ទុះឡើងនៃការគ្រប់គ្រងនៃការសម្រេចចិត្តរបស់រដ្ឋាភិបាលដែរហើយខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំទទួលស្គាល់ថាខ្ញុំក៏ជាអ្នករិះគន់រដ្ឋាភិបាលក៏ប៉ុន្តែក្នុងដំណាក់កាលនេះក្នុងដំណាក់កាលដែលកម្ពុជាមានសត្រូវរួមបែបនេះយើងត្រូវការលើកទឹកចិត្តខ្លះក៏ប៉ុន្តែកំឡុងពេលដែលយើងតតាំងកំឡុងពេលដែលយើងការពារបូរណភាពទឹកដីរបស់យើងក៏ត្រូវតែទទួលនៅបាននៅព័ត៌មានទទួលនៅបាននៅការវិភាគដើម្បីធ្វើម៉េចឲ្យយើងយល់អំពីដំណើរការនៃការដំណើរនៃយុទ្ធសាស្ត្ររបស់ទាំងភាគីកម្ពុជាទាំងភាគីថៃថាតើភាគីណាមានប្រៀបជាងហើយនឹងបោះជំហានទៅបែបណាយ៉ាងហោចណាស់ក៏ជាគំនិតខ្លះទោះបីមិនត្រូវ 100% ព្រោះបើសិនជាត្រូវ 100% គេលែងហៅជាការវិភាគយើងវិភាគដោយសារតែយើងប្រមូលព័ត៌មានទាំងអស់នោះយកមកពិនិត្យមើលហើយអាចធ្វើការសន្និដ្ឋានថាដំណើរយុទ្ធសាស្ត្ររបស់ថៃកំពុងតែបោះជំហានទៅណាអាចថាជាគំនិតឬក៏ជាព័ត៌មានខ្លះសម្រាប់អ្នកនយោបាយព័ត៌មានខ្លះសម្រាប់បងប្អូនពលរដ្ឋដើម្បីយកមកធ្វើការពិចារណាហើយកុំទាន់ជឿខ្ញុំ 100% សូមឲ្យធ្វើការពិចារណារាល់ការវិភាគរបស់ខ្ញុំដើម្បីធ្វើម៉េចជាផ្នែកខ្ញុំគ្រាន់តែជាផ្នែកមួយនៃការផ្ដល់នៅគំនិតខ្លះនៅក្នុងការតាមដាននៅស្ថានភាពឬក៏ព័ត៌មានថ្មីស្ថានភាពថ្មីជាពិសេសវិវាទរវាងកម្ពុជានិងថៃបាទជាចុងក្រោយបាទសូមអរគុណចំពោះការតាមដានស្ដាប់នៅអ្វីដែលជាការផ្សាយរបស់ខ្ញុំជាការរួមចំណែកនៅក្នុងកិច្ចការងារសង្គមនយោបាយរបស់ខ្ញុំបាទសូមជូនពរជាពិសេសបងប្អូនកងទ័ពដែលប្រចាំការជួបមុខនៅតាមព្រំដែនណាសូមបងប្អូនខ្មែរដែលកំពុងធ្វើពលករនៅប្រទេសថៃមេត្តាប្រុងប្រយ័ត្នជាពិសេសទាក់ទងទៅនឹងសុវត្ថិភាពរបស់បងប្អូនហើយជូនពរឲ្យសំណាងល្អបងប្អូននៅតាមព្រំដែនបាទសូមអរគុណសូមជម្រាបលាបាទ